Cái đáo thì có bộ miền toàn hạt cá để từ tại năng cát là nơi ở mình này tầm đó tại tôn chỉ mùi năng xa bộ miền Thái muối ban tranh sai ở mình này tại tôn chỉ mùi năng ca triếm đọc lên vô thia Campuchia chuẩn luôn đọc bẩm bày nè đã thay ban chập đợi khỏi bậpនៅផងដែរបើយោងតាមសារព័ត៌មានថៃដែលមានឈ្មោះថាខៅសូតថៃត្រៀមដោះលែងយោធាកម្ពុជាចំនួន18នាក់នៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ខាងមុខនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃនៅថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2025នេះបានឲ្យដឹងថាកងទ័ពជើងគោកថៃបានសម្របសម្រួលជាមួយនឹងបញ្ជាការពារព្រំដែនខេត្តច័ន្ទបុរីនិងត្រាតដើម្បីរៀបចំសម្ភារៈនិងកន្លែងស្នាក់នៅសម្រាប់យោធាកម្ពុជាចំនួន18នាក់ដែលនឹងត្រូវដោះលែងនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ខាងមុខនេះនៅប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនអចិន្ត្រៃយ៍ដែលមានឈ្មោះថាបានផាកាតក្នុងស្រុកផុងណាមរុនខេត្តច័ន្ទបុរីនេះបើតាមការដកស្រង់ចេញពីសម្ដីពីកងទ័ពជើងគោកថៃគូបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃទី6ខែវិច្ឆិកានេះគឺមានរយៈពេលប្រមាណជា100ថ្ងៃហើយដែលវីរៈកងទ័ពកម្ពុជាចំនួន18រូបត្រូវបានចាប់ខ្លួននិងដាក់ឲ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃហើយកម្ពុជាតែងតែអំពាវនាវឲ្យភាគីថៃដោះលែងវីរៈកងទ័ពយើងត្រឡប់មកវិញឲ្យខាន់តែបាននិងឆាប់ជាទីបំផុតផងដែរដើម្បីឲ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ប្រកបដោយសុខសុវត្ថិភាពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិគូបញ្ជាក់ផងដែរថាការមិនដោះលែងទាហានកម្ពុជាទាំង18រូបគឺជាចំណុចសំខាន់មួយដែលបញ្ជាក់ថាភាគីថៃមិនបានគោរពខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសកម្ពុជានិងប្រទេសថៃដែលបានចុះហត្ថលេខានៅឯទីក្រុងកាឡាឡាំពូនេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅក្នុងសេចក្តីថ្លែងការណ៍ចេញកាលពីថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2025កន្លងទៅនេះហើយសូមបញ្ជាក់ផងដែរថាសេចក្តីថ្លែងការណ៍រួមនៅឯទីក្រុងកាឡាឡាំពូត្រង់ចំណុចទី5បានចែងថាដើម្បីបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសថៃក្នុងការលើកកម្ពស់ទំនុកចិត្តនិងការជឿទុកចិត្តគ្នាទៅវិញទៅមកប្រទេសថៃនឹងត្រូវដោះលែងយោធានកម្ពុជាទាំង18រូបដោយគ្មានបង្អែបង្អង់ឬក៏ដោយគ្មានលក្ខខណ្ឌបាទនេះគឺជាចំណុចទី5ដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពហើយតកតងជាមួយនឹងការដោះលែងវីរៈកងទ័ពកម្ពុជាចំនួន18រូបដែលសារព័ត៌មានថៃដែលមានឈ្មោះថាខៅសូតដែលទៅតែនឹងចេញមិញនេះគឺត្រៀមនឹងដោះលែងនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ខាងមុខនេះបាទចឹងបើសិនជាមានព័ត៌មានអីថ្មីបន្ថែមខ្ញុំនឹងអាប់ដេតចែកជូនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានទាន់ពេលវេលាតកតងជាមួយនឹងរឿងរ៉ាវនេះផងដែរចេះបាទចឹងជាចុងក្រោយខ្ញុំបាទសូមគោរពអរគុណច្រើនបាយបាយ